ជំរាបសួរបងប្អូនទាំងអស់គ្នាក្រឡេកមកមើលទីផ្សារមាសថ្ងៃនេះតែម្ដងថាតើតម្លៃកន្លែងណាដែលជាតំបន់ល្អសម្រាប់ការចូលទិញហើយនៅតំបន់តម្លៃណាល្អសម្រាប់ការចូលលក់បាទកាលពីម្សិលមិញយើងឃើញថាទីផ្សារមាសដើរក្នុងទម្រង់ sideways ដែលបានគោរពនៅEMA លេខ200ដែលជាចំណុច resistance ណាដែលទីផ្សារมันបាន break ចំណុចEMA 200នេះទេណាខ្សែក្រហមខ្សែទឹកនឹងតែម្ដងបាទអញ្ចឹង resistance នៅកន្លែងនេះទីផ្សារមាសបានគោរពណាស់កាលពីម្សិលមិញបាទចំនួន2ដងតែម្ដងបាទអញ្ចឹងសម្រាប់ថ្ងៃនេះសូមបន្តតាមដានថាតើនៅក្នុងតម្លៃប្រហែលជា3250នៅក្នុង1ត្រយអោនទីផ្សារអាចនឹងបុកបំបែកតម្លៃនឹងដែរឬទេបាទពីព្រោះវាជា minor resistance ផងដែរណាបងប្អូនទាំងអស់គ្នាអញ្ចឹងប្រសិនបើទីផ្សារមាសនេះមានសន្ទុះឡើងទៅវិញខ្លាំងថ្លៃឡើងទៅវិញខ្លាំងវានឹងអាចបុកបំបែកនៅតម្លៃ2000សំទោស3250ហ្នឹងបាទរួចហើយទីផ្សារមាសនេះនឹងអាចណាលេចអណ្ដែតទៅរកតម្លៃបន្ទាប់របស់វានោះគឺ3300បាទនៅក្នុងចន្លោះ3300 3330ហ្នឹងបាននៅក្នុងតំបន់ខាងលើហ្នឹងណា zone ខាងលើហ្នឹងអញ្ចឹងប្រសិនបើទីផ្សារមាសទៅដល់តំបន់ហ្នឹងណាបងប្អូនទាំងអស់គ្នាទម្លាក់ time frame ទៅតាមអព្យាស្រ័យរបស់បងប្អូនទៅដើម្បីរកឱកាសចូល sale ពីតំបន់ហ្នឹងមកវិញអានេះក្នុងករណីដែលទីផ្សារមាសនេះគឺបានបុកបំបែកនៅ minor resistance នៅតម្លៃ3250ហ្នឹងបាទដែលជា resistance minor resistance ហ្នឹងបាទហ្នឹងណាចុះប្រសិនបើទីផ្សារនេះធ្លាក់ចុះមកក្រោមវិញទីផ្សារតម្លៃមាសធ្លាក់ចុះមកវិញណាគឺយើងរងចាំការចូលបាយដូចគ្នាណាទម្លាក់ time frame នៅពេលដែលទីផ្សារនោះណាបានធ្លាក់ចុះមករកតម្លៃយ៉ាងហោចណាស់គឺ3150បាទឬក៏3120ហ្នឹងតំបន់កន្លែងជាចំណុចណាបាតរបស់ទីផ្សារហ្នឹងណាឬក៏ low របស់វាហ្នឹងយើងទម្លាក់ time frame ណាទៅតាមអធិស្ឋានរបស់បងប្អូនហើយរងចាំឲ្យឃើញនៅសញ្ញានៃការចូលបាយពីតំបន់ហ្នឹងចាំយើងចូលណាបងប្អូនទាំងអស់គ្នានឹងយើងមានសុវត្ថិភាពខ្ពស់បាទអញ្ចឹងនេះគឺជាតំបន់សម្រាប់ធ្វើផែនការចូលទីផ្សារទាំងបាយទាំង sell តែម្ដងណាដែលខ្ញុំមើលឃើញដែលជាចំណុចល្អតែម្ដងបងប្អូនទាំងអស់គ្នាយើងរងចាំបន្តិចទៅណាពីម្សិលមិញគឺណាมันបានដល់តំបន់ទិញលក់ទេបាទអញ្ចឹងគឺបានន័យថាយ៉ាងម៉េចកាលណាយើងណារងចាំកន្លែងដែលមានគុណភាពគឺយើងត្រូវតែបន្តរងចាំណាមិនបង្ខំខ្លួននៅក្នុងការចូលទីផ្សារទេបាទបងប្អូនទាំងអស់គ្នាចិញ្ចឹមតបទុកឲ្យបានល្អប្រើនៅពេលដែលចាំបាច់ត្រូវការប្រើបាទបងប្អូនទាំងអស់គ្នាសម្រាប់កត្តាព័ត៌មានវិញថ្ងៃនេះឃើញថាខាងទិន្នន័យសេដ្ឋកិច្ចពីទីផ្សារសហរដ្ឋអាមេរិកឃើញថាมันមានអ្វីសំខាន់លេចឡើងសម្រាប់ថ្ងៃនេះទេណាឃើញតែព័ត៌មានមួយដែលនិយាយអំពីBIS ណា Bank International Settlement បានចេញសារក្រើនរំលឹកមួយអំពីប្រព័ន្ធហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកហ្នឹងណាអាចណាជួបនៅវិបត្តិបាទអាហ្នឹងគឺជាការ warning មួយណាអញ្ចឹងណាព័ត៌មាននេះគឺជាព័ត៌មានសំខាន់ផងដែរអញ្ចឹងរងចាំ development ណារងចាំការវិវត្តនៃព័ត៌មាននេះបន្តទៀតទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះគឺអត់មានព័ត៌មានទិន្នន័យសេដ្ឋកិច្ចអីសំខាន់ពីណាខាងសហរដ្ឋអាមេរិកទេបាទអញ្ចឹងប្រសិនបើតម្លៃមាសសរុបឡើងវិញណាទៅចូលទៅក្នុងតំបន់ណាមួយណាអញ្ចឹងគឺយើងត្រៀមទាំងបាយត្រៀមទាំង sell បាទយ៉ាងហោចណាស់គឺត្រូវរងចាំឲ្យឃើញកម្លាំងកើតឡើងសិនចាំយើងធ្វើការចូលទីផ្សារបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងណាបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនពេញចិត្តណាអាចចែករំលែកនៅវីដេអូនេះណាជាមួយនឹងមិត្តភ័ក្តិរបស់បងប្អូនក៏បានដែរណាហើយជួយណាចុច follow ឬក៏ចុច subscribe ទៅលើ channel របស់ខ្ញុំផងបាទសូមអរគុណបងប្អូនទាំងអស់គ្នា